Ok là ngày sụt đây nè cái này phong này cho môi nhầm bạt lì hồ vậy thì trong video này phong này được khi dân khơi nó lấy thay thâu để tham này lấy cứ nhầm đồng phơi cá prap khi dân pi event đại stream cháy nhé khi dân bồn tay mình men tranh được không khai bằng pal đang tới cứ viên phơi cá tranh được không khai xem khi chẳng tới khi dân chẳng mà sân khi dân trong đăng thải event được nắng về miền skin này khác trực tiếp nên phơi cá prap khi dân tại lòng chẳng muốn xin cho tàu cá prap nó mà sân khi dân bên trên ở video này khi dân complete chui like cái đôi chui subscribe phong đam mê tụi bạn ở video thay chẳng áต่อแล้วก็มาคาดเป็นวิวยังโจทย์ตัว event ต่างๆเนี้ยถ้า event นั้นเวียนskin เอาไว้คลาดยังไงจัง event ที่มวยได้ยมจังมารีวิวปรับขึ้นยังคือจี event style รอมวันนี้แต่มาแล้วจัง event style รอมวันนี้ผลได้คือจี event style รอมฮอฮันนะขึ้นยังอุตหะขึ้นยังรถจังขึ้นยังบัตรรถได้ขึ้นยังกรอนแต่จุด style นั่งเต้คือทาเวียฮอแต่มาแล้วนั่งไงจังกระทานลอยเป็น style รอมเหมือนนั้นนะจัง style รอมนั่งผลได้คือเตรียมใจในขนมสวัสดิ์ขมายบ่ยังมาลองเดี๋ยวให้คือขนมเปรย์ชับนั่งแต่มาแล้วให้ style รอมในผลได้คือทลอบใจในขนมสวัสดิ์ขมายยังรุ่ยมาลองมาให้ขึ้นยังจังขึ้นยังนั่นเล่นฟรีไฟสรีจักขึ้นยังว่าให้เจสกอร์ไลฟ์สไตล์รอมเหมือนนั้นจังกรอขึ้นยังจุดเลือ style รอมเหมือนนั้นtới cứ việc bật slab hay họ tại đồng mình bạch rốt tệ khi dừng chân style rồi mình nắng cứ việc lôi tròn nắng á chẳng việc ban ta trầm họ rốt đó khi dừng mình men những độ phượng bánh dây cá tì này chẳng là bây giờ độ phượng bánh cái cứ dừng rốt thầm rốt đã lừa đấy á tay bữa sau khi dừng bánh hay khi dừng ở trong rốt lừa đấy khi dừng rồi chụp style rồi nắng tới cứ việc là thôi cả họ tại đồng này dừng ok chẳng cả review event mới nắng còn mình tại phần này khi dừng tạo lên như tầm event chia và top thì này event ទី 2 ដែលយើងចង់មកប្រាប់គ្នាយើងហ្នឹងគឺជា event ឈុតយ៉ាកសាមួយនេះតែម្ដងចឹង event ឈុតយ៉ាកសាមួយនេះគឺជាឈុតចេញថ្មីគ្នាយើងប៉ុន្តែវាមកលាយជាមួយនឹងឈុតសេរីចាស់ផងដែរហើយគ្នាយើងដែលសេរីចាស់គ្នាយើងប្រហែលជាស្គាល់ហើយឈុតយ៉ាកសាមួយនេះគឺថាយើងចាប់ដោយប្រើ blue prime ហើយនឹង Kujistan ចឹងណាគ្នាយើងហ្នឹងហើយដើម្បីយក Kujistan ហើយនឹង blue prime ហ្នឹងទៅបដូរយកឈុតយ៉ាកសាមួយហ្នឹងតែម្ដងប៉ុន្តែឥឡូវនេះគ្នាយើងមិនបាច់ពវល់យក blue prime អីទេគឺគេចេញជាឡាតុង world ring បែបនេះណាគឺគេមាន token ឲ្យយើងយកទៅបដូរឈុតហ្នឹងចឹងទៅបើសិនតែគ្នាយើងពវល់ឲ្យបានឈុតទាំងអស់ហ្នឹងក្នុងហ្នឹងអញ្ចឹងណាប៉ុន្តែគ្រាន់តែតម្លៃបដូរឈុតមួយហ្នឹងគឺវាមានតម្លៃថ្លៃថោកទៅតាមឈុតនីមួយៗដែលគេពេញនិយមអញ្ចឹងទៅគ្នាយើងហើយឈុតយ៉ាកាសាហ្នឹងគឺមិនមែនមកតែសេរីចាស់ទេគ្នាយើងគឺវាមកជាមួយនឹងឈុតយ៉ាកាសាសេរីថ្មីណាអញ្ចឹងគ្នាយើងអាចមើលបាននេះគឺជាឈុតយ៉ាកាសាសេរីថ្មីវាមាន effect លយជាងឈុតយ៉ាកាសាសេរីចាស់អញ្ចឹងទៅគ្នាយើងហើយឈុតយ៉ាកាសាសេរីថ្មីហ្នឹងគ្នាយើងអាចមើលបានគឺថលលយកប់សេរីតែម្ដងគ្នាយើងគឺពណ៌អីគឺវាខុសពីឈុតយ៉ាកាសាសេរីចាស់ប្លែកមែនតើគ្នាយើងហ្នឹងហើយនេះគឺជាឈុតស្រីណាគ្នាយើងកប់សេរីតែម្ដងយើងអូយអេមណាអញ្ចឹងឈុតនេះផងដែរគឺត្រៀមចេញនៅក្នុង server ខ្មែររបស់យើងគឺក្នុងពេលឆាប់នេះហើយណាគ្នាយើងហើយនេះគ្នាយើងអាចឈុតយ៉ាកាសាសេរីចាស់អានេះគឺជាប្រែមកគេតែម្ដងណាគ្នាយើងគឺជាឈុតដែលមានតម្លៃថ្លៃបំផុតហើយគ្នាយើងអាចឈុតយ៉ាកាសាមួយនេះគ្នានេះទាំងឈុតស្រីទាំងឈុតប្រុសគឺថាអេមកប់សេរីតែម្ដងអញ្ចឹងគ្នាយើងពេញចិត្តឈុតយ៉ាកាសានេះប្រហែលភាគរយដែរគ្នាយើង complete comment ប្រិមត្តខាងក្រោមផងហ្នឹងហើយសម្រាប់ខ្ញុំគឺខ្ញុំពេញចិត្ត 100% តែម្ដងគ្នាយើងឲ្យតែចេញមកគឺថាខ្ញុំមិនដឹងតែចាប់យកហើយគ្នាយើងអូខេអញ្ចឹងការ review ឈុតយ៉ាកាសាហ្នឹងក៏មានតែប៉ុណ្្នឹងឯងគ្នាយើងតោះលេងទៅមើល event ជាបន្តទៀតហ្នឹងហើយevent បន្ទាប់ដែលយើងចង់មកបង្ហាញគ្នាយើងនោះគឺជា event ពេជ្រស្វាយមួយនេះឯងគ្នាយើងអញ្ចឹង event ពេជ្រស្វាយនេះផងដែរគឺគេនឹងធ្វើការទម្លាក់មកក្នុង server យើងម្ដងទៀតគឺនៅខែ10ណាគ្នាយើងហើយវាចេញមកហ្នឹងមិនដឹងថាវាមាន item អីថ្មីមកខ្លះទេគ្នាយើងនៅក្នុងវីដេអូនេះគឺជាវីដេអូគំរូដែលខ្ញុំលើកមក review ឲ្យគ្នាយើងមើលសិនទេហើយ item នៅពេលដែលវាចេញពិតប្រាកដក៏អត់ទាន់ដឹងថាចេញ item អីមកខ្លះដែរគ្នាយើងហើយសម្រាប់ event ពេជ្រស្វាយមួយនេះគឺធ្លាប់ចេញនៅក្នុង server ខ្មែររបស់យើងរួច2ដងហើយគ្នាយើងមានគ្នាយើងណាខ្លះដែលនៅចាំ event ពេជ្រស្វាយមួយនេះគ្នាយើងអាច comment ប្រាប់នៅខាងក្រោមបានហើយឥឡូវនេះគឺវាត្រៀមទម្លាក់មកម្ដងទៀតហើយតែក៏ថាយើងរងចាំមើល item ណាតើវាចេញ item ដូចដើមឬក៏វាចេញ item អីថ្មីមកទៀតគ្នាយើងហ្នឹងហើយតែខ្ញុំសុំតែមួយកុំឲ្យចេញ item ថៃដូចលើកមុនណាចេញ item ថៃដូចលើកមុនមកគឺគ្នាយើងធ្លាក់ថ្លើមកដុកតែម្ដងចំពោះពេជ្រស្វាយនេះណាចឹងសង្ឃឹមថាវាចេញម្ដងនេះគឺវាចេញរបស់ល្អមកចោះគ្នាហ្នឹងហើយអូខេចឹងការ review event ពេជ្រស្វាយហ្នឹងក៏មានតែប៉ុណ្្នឹងឯងយើងតោះលេងទៅមើល event ជាបន្តទៀតហ្នឹងហើយហើយនេះគឺជា event top up បំណើសពេជ្រ 100% ណាគ្នាយើងចឹង event top up បំណើសពេជ្រ 100%នេះគឺវាត្រៀមទម្លាក់មកក្នុង server ខ្មែររបស់យើងម្ដងទៀតហើយគឺនៅក្នុងពេលឆាប់នេះចឹងណាគ្នាយើងចឹង event បំណើសពេជ្រ top up នេះគឺថាឲ្យតែចេញមកម្ដងគ្នាយើងមិនដែលរំលងទេគ្នាយើងដោយសារអី event នេះគឺវាមិនងាយចេញមកទេគ្នាយើងគឺវាចេញមកម្ដងគឺថាចំណេញគ្នាយើងចឹងណាគ្រាន់តែ top up ចំនួន100ពេជ្រគឺទទួលបាន200ពេជ្រអីចឹងទៅគ្នាយើងថា1000ពេជ្រគឺទទួលបាន2000ពេជ្រអីចឹងទៅគ្នាយើងចឹងគឺថាចំណេញលើចំណេញតែម្ដងអញ្ចឹងឲ្យតែចេញមកគ្នាយើងមិនដែលរំលងទេដោយសារតែវាចំណេញគ្នាយើងត្រៀមមកហើយណាក្នុងពេលឆាប់នេះគឺវានឹងធ្វើការទម្លាក់មកតែម្ដងគ្នាយើងការទម្លាក់មកនោះខ្ញុំមិនដឹងថាគេទម្លាក់មកជាលក្ខណៈប្រអប់កដោបែបនេះក៏ចេញជាពេជ្រសុទ្ធដែលគ្នាយើងថប់អាប់ទៅទទួលបានពេជ្រភ្លាមតែម្ដងណាមិនបាច់ផ្សងសំណាងប្រអប់កដោអីញ៉ៃចឹងទៅគ្នាយើងហ្នឹងហើយតែបើតាមខ្ញុំគិតបើសិនជាវាចេញជាលក្ខណៈពេជ្រសុទ្ធបែបនេះបណ្ដោយគឺថាចំណេញជាងគ្នាយើងបើសិនជាយើងបើកប្រអប់កដោខ្លះណាស់ទទួលបានតែ500ពេជ្រចឹងទៅគ្នាយើងតែបើវាចេញមកជាលក្ខណៈពេជ្រសុទ្ធ
ភ្លាមតែម្ដងអាហ្នឹងគឺថាយើងចំណេញជាងដាក់ទៅ$10គឺទទួលបាន2000ពេចតែម្ដងហើយហ្នឹងហើយអូខេអញ្ចឹងការ review event មួយហ្នឹងក៏មានតែប៉ុណ្្នឹងឯងយើងតោះលេងទៅមើល event ជាបន្តទៀតហ្នឹងហើយហើយ event បន្ទាប់ដែលខ្ញុំចង់មកប្រាប់គ្នាយើងហ្នឹងគឺជា event ឈុត Lucky Royal មួយនេះតែម្ដងចឹង event ឈុត Lucky Royal នេះផងដែរគឺត្រៀមចេញនៅក្នុង server ខ្មែររបស់យើងគឺនៅក្នុងខែ9គ្នាយើងប៉ុន្តែខែ9ហ្នឹងគឺអត់តន់ប្រកាស 100% ទេណាគ្នាយើងគឺអត់តន់ប្រកាស 100% ទេគឺដូចខ្ញុំនិយាយដែរចឹងដោយសារក្រុមការងារ Free Fire វាអាចនឹងផ្លាស់ប្ដូរខែផ្លាស់ប្ដូរថ្ងៃចេញចឹងទៅគ្នាយើងណាចឹងឈុត Lucky នេះគឺជាឈុតសេរីចាស់មួយផងដែរគ្នាយើងដែលកាលហ្នឹងគេប្រើ Blueprint ហើយនឹងគុជ Digital ដើម្បីទៅបដូរចឹងណាចឹងគ្នាយើងដែលលេង Free Fire សេរីចាស់ប្រហែលជាស្គាល់ហើយឈុតទាំងអស់នេះណាមិនតែគ្នាយើងមិនស្គាល់ទេមានតែលេងថ្មីដែលលេងអត់តន់ទៅអត់ស្គាល់ចឹងណាតើបើស្រីចាស់វិញគឺគ្មានរំលងមួយឯគ្នាយើងហ្នឹងហើយអូខេចឹងឈុតទាំងអស់ហ្នឹងនេះគ្នាយើងអាចមើលបានគឺថាលយកប់ស្រីមែនតើវាមកជាមួយនឹងឈុតយីរួមមកឲ្យតែឈុតតាក់តងនឹងសេរីចាស់គឺវាចេញមកទាំងអស់តែម្ដងហើយវាចេញមកហ្នឹងគឺចេញជាលក្ខណៈទូងវល់រីងបែបនេះតែម្ដងគ្នាយើងចឹងគ្នាយើងអាចមើលបានហើយគ្នាយើងស្រឡាញ់ event នេះប្រហែល%ដែរគ្នាយើង complete comment ព្រមនៅខាងក្រោមផងហើយគ្នាយើងមើលនេះជាពិសេសអាឈុតរបស់ខៀវនេះគ្នាយើងខ្ញុំស្រឡាញ់មែនតើណាគ្នាយើងហើយចេញជាលក្ខណៈទូងវល់រីងបែបនេះគឺអត់ពិបាកអីបវល់ទេគ្នាយើងដល់បើសិនជាគ្នាយើងបវល់អត់បានឈុតទាំងអស់នៅក្នុងហ្នឹងទេគ្នាយើងអាចយក token ទៅបដូរបានចឹងណាចឹងគ្នាយើងមើលទៅតាមហ្នឹងទៅគឺចេញមកទាំងឈុតប្រុស Lucky ទាំងឈុតស្រី Lucky តែម្ដងគ្នាយើងអូខេអញ្ចឹងការ review event មួយហ្នឹងក៏មានតែប៉ុណ្្នឹងឯងយើងតោះឥឡូវយើងទៅមើល event ជាបន្តទៀតហ្នឹងហើយevent បន្ទាប់ដែលខ្ញុំលើកមកប្រាប់គ្នាយើងនោះគឺជា event ក្បាលគោមួយនេះឯងគ្នាយើងចឹង event ក្បាលគោមួយផងដែរគឺគ្នាយើងគាត់ comment សួរខ្ញុំច្រើនមែនទែនថាអង្កលវាចេញមកចឹងណាឥឡូវនេះគឺខ្ញុំលើកមកប្រាប់គ្នាយើងតែម្ដងទៅចឹង event ក្បាលគោនេះគឺអត់មានដំណឹងថាចេញមកទេគ្នាយើងចឹងខ្ញុំសូមនិយាយនៅក្នុងវីដេអូនឹងច្បាស់ហើយកុំឲ្យគ្នាយើងពិបាក comment សួរខ្ញុំទៀតណាចឹងគឺខ្ញុំប្រាប់គ្នាយើងនៅក្នុងវីដេអូនេះច្បាស់ហើយថាអត់តន់មានដំណឹងក្បាលគោចេញមកទេគ្នាយើងចឹងចាំពេលដែលក្រុមការងារ Free Fire គេចេញថ្ងៃមកពិតប្រាកដចេញខែមកពិតប្រាកដគឺខ្ញុំធ្វើការ review ប្រាប់គ្នាយើងម្ដងទៀតចឹងណាគ្នាយើងអូខេអញ្ចឹង event ហ្នឹងក៏មានតែប៉ុណ្្នឹងឯងយើងតោះលេងទៅមើល event ជាបន្តទៀតហ្នឹងហើយហើយនេះគឺជា event skin farmer សេរីចាស់ផងដែរគ្នាយើងចឹង event នេះផងដែរគឺត្រៀមចេញនៅក្នុង server ខ្មែររបស់យើងហ្នឹងគឺនៅក្នុងខែ9ដូចគ្នាប៉ុន្តែអត់តាន់ដឹងថ្ងៃច្បាស់ទេគ្នាយើងហើយក៏អត់តាន់ដឹងថាខែ9ហ្នឹងគឺពិតប្រាកដឬក៏អត់ដែរគ្នាយើងដោយសារក្រុមការងារ Free Fire គេប្រកាសប្រាប់មកថានៅខែ9គ្នាយើងប៉ុន្តែបើសិនតែក្រុមការងារ Free Fire គេផ្លាស់ប្ដូរថ្ងៃឬក៏ផ្លាស់ប្ដូរខែចឹងគឺខ្ញុំធ្វើការចេញវីដេអូប្រាប់គ្នាយើងម្ដងទៀតចឹងគ្នាយើងដូចដឹងហើយក្រុមការងារ Free Fire គឺវាមិនច្បាស់លាស់ជាមួយយើងទេគឺវាប្រាប់ថ្ងៃឲ្យរួចពីមាត់ទេគ្នាយើងបើសិនជាវាចង់ផ្លាស់ប្ដូរថ្ងៃគឺវាផ្លាស់ប្ដូរភ្លាមតែម្ដងគ្នាយើងហ្នឹងហើយចឹងអាអ្នក review បន្តនេះគឺវាខុសត្រូវគ្នាយើងជ័យអីចឹងទៅគ្នាយើងចិត្តសង្ឃឹមថាគ្នាយើងនឹងអធិស្ឋានណាបើសិនជាវាផ្លាស់ប្ដូរខែផ្លាស់ប្ដូរថ្ងៃចេញចឹងទៅគ្នាយើង event skin farmer សេរីចាស់ហ្នឹងកាលពីដើមមកគឺវាចេញមកជាលក្ខណៈគូណាគ្នាយើងគឺគេតម្រូវឲ្យគ្នាយើងគូដើម្បីយក skin ទាំងអស់ហ្នឹងចឹងណាហើយអ្នកណាដែលគូដូចចឹងទៅគឺទទួលបាន skin ហ្នឹងចឹងទៅបើសិនតែគូអត់ដូចទៅគឺទទួលបាន item ផ្សេងទៅគ្នាយើងអ្នកដែលលេង Free Fire សេរីចាស់ប្រហែលជាចំណាំឲ្យកន្លែងគូយក skin farmer ហ្នឹងចឹងណាគ្នាយើងបើសិនខ្ញុំលេងតាំងពី2017មកគ្នាយើងហើយប៉ុន្តែនៅក្នុងឆ្នាំ2026នេះគឺថា skin សេរីចាស់គឺស្រួលពវល់មែនតើគ្នាយើងដោយសារអីគឺវាចេញជាលក្ខទូងវល់ ring បែបនេះគ្នាយើងបើសិនតែគ្នាយើងពវល់អត់បានទេគ្នាយើងមានសិទ្ធិយក token ទៅបដូរយក skin ដែលគ្នាយើងស្រឡាញ់ចឹងណាតែគាត់ថាវាមានតម្លៃថ្លៃថោកទៅតាម skin នីមួយៗដែលពេញនិយមដែលថ្លៃចឹងទៅគ្នាយើងចឹងការ review skin farmer ហ្នឹងក៏មានតែប៉ុណ្្នឹងឯងយើងតោះឥឡូវទៅមើល event ជាបន្តទៀតហ្នឹងហើយហើយនេះគឺជា event skin MP4 គឺជា skin ចុងក្រោយហើយដែលខ្ញុំមក review ប្រាប់គ្នាយើងទាំង skin MP4 មួយនេះផងដែរគឺមានគ្នាយើងក៏ comment សួរខ្ញុំច្រើនដូចគ្នាថាតើវាចេញនៅថ្ងៃណាខែណាឆ្នាំណាហ្នឹងហើយអញ្ចឹងឥឡូវនេះខ្ញុំធ្វើការបកស្រាយប្រាប់គ្នាយើងតែម្ដង skin MP4 នេះគឺគ្មានដំណឹងមកទេគ្នាយើងចឹងសង្ឃឹមថាគ្នាយើងឈប់ comment សួរខ្ញុំទៀតណាឲ្យតែខ្ញុំចេញវីដេអូគឺអត់ដែលផុតសោះពីសំណួរសួរពី skin MP4 មួយនេះចឹងឥឡូវនេះខ្ញុំចេញវីដេអូប្រាប់គ្នាយើងតែម្ដងទៅកុំឲ្យគ្នាយើងបកកែសួរខ្ញុំវិញគ្នាយើងពេលខ្លះហត់ដែរគ្នាយើងហត់នឹងឆ្លើយសំណួរណាអូខេអញ្ចឹង skin MP4 នេះគឺគ្មានដំណឹងទេណាគ្នាយើងអញ្ចឹងសង្ឃឹមថាគ្នាយើងមើលវីដេអូនេះហើយគ្នាយើងនឹងយល់ហើយឈប់ comment សួរខ្ញុំទៀតណាគ្នាយើងអញ្ចឹងចាំពេលក្រុមការងារ Free Fire ដែលគេប្រកាសប្រាប់ថ្ងៃជាក់លាក់ចាំខ្ញុំចេញវីដេអូប្រាប់គ្នាយើងម្ដងទៀតហើយបើសិនក្រុមការងារ Free Fire គេថា skin MP4 ចេញនៅខែ8ហ្នឹងខ្ញុំធ្វើការចេញវីដេអូប្រាប់គ្នាយើងម្ដងទៀតតែម្ដងអត់ឲ្យរំលងមក event ណាគ្នាយើងអត់ឲ្យរំលងទេអញ្ចឹងសង្ឃឹមថាគ្នាយើងពេញចិត្តកុំភ្លេចជួយចុច subscribe ខ្ញុំឲ្យទៅនៅពេលដែល skin MP4 នេះក្រុមការងារ Free Fire គេប្រកាសប្រាប់ថាចេញថ្ងៃណាថ្ងៃនេះអញ្ចឹងគឺខ្ញុំធ្វើការចេញវីដេអូប្រាប់គ្នាយើងហើយអញ្ចឹងកុំភ្លេច subscribe អ្នកមួយណាគ្នាយើងអូខេអញ្ចឹងការ review event ទាំងអស់ហ្នឹងក៏មានតែប៉ុណ្្នឹងហ្នឹងយើងសង្ឃឹមថាគ្នាយើងពេញចិត្តនៅវីដេអូហ្នឹងកុំភ្លេចជួយចុច like ក៏ដូចជាចុច subscribe ផងដើម្បីទទួលបាននៅវីដេអូថ្មីៗអញ្ចឹងបាយអ្នកគ្នាជួបគ្នានៅវីដេអូក្រោយទៀតបាយ